បាទគ្រូជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Click Talk Academy អរគុណបងប្អូនទាំងអស់គ្នាដែលបានជាវដូចជាការទិញនៃកញ្ចប់វគ្គសិក្សា TikTok Ads របៀបនៃការ promote របៀបនៃការ boost ដែលយើងនិយាយថា boost TikTok អីហ្នឹងណាបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងណែនាំខ្លួនបន្តិចបាទខ្ញុំបានឈ្មោះភារៈតកូលគឺចម្រើនភារៈអាចហៅខ្ញុំបានភារៈខ្ញុំគឺជាស្ថាបនិកនៃ Click Talk Academy ហើយគឺជាអតីតបាទជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុន TikTok ដូចគ្នាដែរបាទអញ្ចឹងការងារដែលខ្ញុំធ្វើនៅក្រុមហ៊ុន TikTok នៅឯប្រទេសម៉ាឡេខ្ញុំមានការងារជាច្រើនអញ្ចឹងឥឡូវយើងមកមើលតិចតាក់ទងជាមួយការងារដែលខ្ញុំធ្វើទី1 Senior Quality Assurance Auditor ហើយខ្ញុំធ្វើទៅលើ Risk Investigation ហើយនិង Monetization Security អញ្ចឹងតំណែង goal បាទចឹងតំណែង goal របស់ខ្ញុំគឺ Apex Training ហើយនិង RAQA គឺតាក់ទងជាមួយនឹងការត្រួតពិនិត្យទៅលើ advertisement របស់ advertisers បាទអញ្ចឹងការងារដែលខ្ញុំ list នៅខាងនេះគឺការងារដែលខ្ញុំធ្វើគឺខ្ញុំធ្វើតាក់ទងជាមួយនឹងខ្ញុំសូមសង្ខេបបន្តិចបងប្អូនអាចអានបាននៅកន្លែងនេះប៉ុន្តែខ្ញុំសូមសង្ខេបបន្តិចពីការងាររបស់ខ្ញុំតាក់ទងជាមួយនឹង risk investigation ហ្នឹងគឺខ្ញុំធ្វើទៅលើបានន័យថាខ្ញុំឆែកទៅលើព័ត៌មានក៏ដូចជាការ promote advertisement បានន័យថា ads បងប្អូននៅក្នុងស្រុកខ្មែរទាំងអស់ទៅពេលដែលពួកគាត់ជា advertiser ជាអ្នកផ្សព្វផ្សាយហើយផ្សព្វផ្សាយតាក់ទងជាមួយនឹងផលិតផលផ្សេងៗអញ្ចឹងការងាររបស់ខ្ញុំហ្នឹងគឺ investigate ហ្នឹងគឺបានន័យថាខ្ញុំនឹងចូលទៅឆែកមើលថាផលិតផលដែលបងប្អូនធ្វើការ promote ធ្វើការboost នៅក្នុង TikTok ហ្នឹងគឺវាត្រូវជាមួយនឹងច្បាប់ត្រូវជាមួយនឹង policy ត្រូវជាមួយនឹង guideline របស់ក្រុមហ៊ុន TikTok អត់អញ្ចឹងបើសិនជាត្រូវអូខេខ្ញុំឲ្យ ad មួយហ្នឹងគឺដំណើរការប៉ុន្តែបើសិនជាយើងមើលទៅក្នុងការrun របស់គាត់គឺជាប់ជាមួយនឹង policy គឺយើងដាច់ខាតអត់ឲ្យ run ទេបានន័យថាយើងមាន policy សម្រាប់ផ្អាកពួកគាត់អញ្ចឹងនេះគឺជាការងាររបស់ខ្ញុំដែលខ្ញុំធ្វើតាក់ទងជាមួយនឹង investigationខ្លីៗមួយទៀតយើងមើលទៅលើ staff engagement ហើយនិង communities coordinator អញ្ចឹងខ្ញុំក៏ដូចជា staff management គឺខ្ញុំ coordinator ទៅលើបុគ្គលិកផងដែរអញ្ចឹងបុគ្គលិកនៅប្រទេសម៉ាឡេនៅ office ម៉ាឡេហ្នឹងគឺទាំងអស់គឺខ្ញុំបានរៀបចំតាក់ទងជាមួយនឹងកម្មវិធីឲ្យពួកគាត់សប្បាយឲ្យពួកគាត់ចូលរួមក្នុងកម្មវិធីដើម្បីពួកគាត់ភ្ជាប់គ្នាដើម្បីពួកគាត់ស្គាល់គ្នាទៅវិញទៅមកនៅប្រទេសមួយព្រោះថាការងារកន្លែងដែលខ្ញុំធ្វើហ្នឹងគឺយើងធ្វើចម្រុះជាតិសាសន៍មានជនជាតិជាច្រើនដែលធ្វើដោយឡែកខ្ញុំជាជនជាតិខ្មែរខ្ញុំធ្វើនៅជាមួយពួកគាត់ផងដែរទី3គឺតាក់ទងជាមួយនឹង policy បានន័យថាខ្ញុំធ្វើទៅលើ Apex Market Manager TikTok Ads Policy Compliance ត្រង់កន្លែងហ្នឹងគឺខ្ញុំគ្រប់គ្រងគឺ oversee នៅក្នុង Apex Markets ក៏ដូចជាខ្មែរយើងបាទយើងមើលខ្មែរយើងម៉ាឡេថៃសិង្ហបុរីឥណ្ឌូនេស្យាកូរ៉េជប៉ុនហើយនិងហ្វីលីពីនអញ្ចឹងការងាររបស់ខ្ញុំគឺខ្ញុំ align មួយគាត់ខ្ញុំធ្វើយ៉ាងម៉េចដើម្បីឲ្យប្រទេសទាំងអស់ហ្នឹងគឺគាត់ប្រទេសមួយបាទប្រទេសមួយហ្នឹងគឺគាត់ធ្វើតាម policy បាទធ្វើតាមច្បាប់នៃក្រុមហ៊ុនដែលក្រុមហ៊ុនមានអញ្ចឹងពួកខ្ញុំត្រូវតែ align ការងាររបស់ខ្ញុំហ្នឹងធ្វើយ៉ាងម៉េចដើម្បីឲ្យ policy ពួកគាត់ហ្នឹងគឺ align មួយគ្នាដំណើរការល្អទៅតាមប្រទេសមួយព្រោះថាប្រទេសមួយគឺមានច្បាប់ខុសៗគ្នាអញ្ចឹងយើងធ្វើតាមច្បាប់នៃប្រទេសមួយដែរដើម្បីឲ្យពួកគាត់ហ្នឹងឆែកតាក់ទងជាមួយនឹង ads របស់ advertiser ឆែកតាក់ទងជាមួយនឹងការផ្សព្វផ្សាយរបស់ពួកគាត់ឲ្យមានប្រសិទ្ធភាពបាទនេះគឺជាការងារទី3របស់ខ្ញុំដែលខ្ញុំធ្វើតាក់ទងជាមួយនឹង TikTok ដូចគ្នាឥឡូវយើងមកមើលតិចនេះគឺជា certificate គឺជាសញ្ញាបត្រដែលខ្ញុំមានខ្លះខ្ញុំបង្ហាញសញ្ញាបត្រតាក់ទងជាមួយនឹង life of the class យើងមានសញ្ញាបត្រផ្សេងទៀតតាក់ទងជាមួយនឹង Green Belt នេះគឺ TTMP Product Pro Green Belt ហ្នឹងគឺយើងឯកទេសតាក់ទងជាមួយនឹងការ promote technique និងការ boost TikTok ហ្នឹងតែម្ដងនេះជាសញ្ញាបត្រដែលខ្ញុំបានរៀនពីក្រុមហ៊ុន TikTok មានច្រើនគួរសមដែរយើងមើលទៅមុខទៀត study តាក់ទងជាមួយនឹង certificate ហើយតាក់ទងជាមួយនឹង confidential star តាក់ទងជាមួយ on board ឬមួយក៏អីផ្សេងៗទៀតដែលខ្ញុំបានបាទបងប្អូនអាចមើលឃើញមានច្រើនទៀតតាក់ទងជាមួយ diversity inclusion នេះគឺជារូបភាពខ្លះបងប្អូនអាចមើលបានរូបភាពដែលខ្ញុំនៅម៉ាឡេហើយខ្ញុំក៏បានទៅទស្សនកិច្ចនៅ
សិង្ហបុរីដូចគ្នាអានេះគឺជា team របស់ខ្ញុំបាទហើយនេះជារូបភាពខ្លះៗដែលជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំដែលធ្វើការនៅក្រុមហ៊ុន TikTok នេះគឺជា office team របស់ខ្ញុំដែរពេលហ្នឹងគឺយើងមាន engagement យើងមាន activity យើងមានសកម្មភាពខ្លះៗដើម្បីចូលរួមជាមួយនឹងក្រុមការងារហើយនេះគឺជារូបភាពដែលខ្ញុំរៀបចំកម្មវិធីដើម្បីឲ្យបុគ្គលិកបាទរូបភាពផ្សេងៗទៀតបងប្អូនអាចមើលឃើញនេះគឺជា team ខ្ញុំដូចគ្នាដែរហើយយើងក៏បានទៅញ៉ាំអាហារជុំគ្នាបានន័យថាជារៀងរាល់ខែគឺយើងមានការជួបជុំហើយយើងញ៉ាំអាហារជុំគ្នានេះគឺជាសកម្មភាពនៅក្នុង office បន្ទាប់ពីការធ្វើការប្រជុំមាន meeting ឲ្យហើយគឺយើងថតរូបលេងហើយយើងក៏រៀបចំបាទខ្ញុំដូចគ្នាដែរគឺខ្ញុំរៀបចំតាក់ទងជាមួយនឹងពិធីគប់កំណើតបុគ្គលិកការណែនាំខ្លួនរបស់ខ្ញុំនេះវាជាបញ្ចប់ហើយបើសិនជាបងប្អូនមានចម្ងល់ឬទៀតអាចសួរខ្ញុំទៀតបាទហើយក៏ដូចគ្នាដែរសូមអរគុណបាទអរគុណដែលបានជាវនៃកញ្ចប់មួយនេះហើយនឹងជួបជាមួយក្នុងវគ្គ TikTok Ad យើងនឹងសិក្សាជាមួយខ្ញុំបន្តទៀតបាទសូមអរគុណ